ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញម្ហូបមួយមុខម្ហូបនេះគឺនៅតំបន់ជួរភ្នំកវាញបាទជាពិសេសម្ហូបមួយមុខនេះប្រចាំនៅខេត្តពោធិ៍សាត់មានឈ្មោះថាឆាកវាញជាមួយនឹងសាច់គោបាទកវាញនេះរសជាតិដូចខ្ញីហើយនឹងមានជាតិហឹរដូចព្រាងខ្យល់អញ្ចឹងណាសម្រាប់កវាញរបៀបកាត់គឺខ្ញុំកាត់ជាលក្ខណៈស្ដើងអញ្ចេះបាទអញ្ចឹងសម្រាប់បងប្អូនពុកម៉ែនៅតាមភូមិតាមតំបន់រៀងៗខ្លួនអាចកាត់ទៅតាមរបៀបរបស់ពុកម៉ែបងប្អូនបានបាទអាចជាច្បាមូលឬជាស្អាតដូចខ្ញុំនេះក៏បានដែរបាទតោះអញ្ចឹងយើងចាប់ដើមចម្អិនបងតោះសេឥឡូវយើងចាប់ដើមចម្អិនដើម្បីបង្ហាញពុកម៉ែបងប្អូនបាទអញ្ចឹងសូមបញ្ជាក់របៀបធ្វើនេះគឺរសនិយមផ្សេងៗគ្នារបៀបធ្វើអាចខុសគ្នាតិចតួចអញ្ចឹងដំបូងយើងបើកខ្ទះឲ្យក្តៅតិចទៅយើងដាក់ប្រេងឆាបាទអញ្ចឹងក្តៅហើយគឺយើងដាក់ខ្ទឹមច្រាមអាចយើងដាក់5ស្លាបព្រាទៅបាទយើងលីងខ្ទឹមឲ្យឈ្ងុយសិនបាទបន្ទាប់មកយើងចាប់ដើមលាយគ្រឿងបាទយើងលាយព្រាងខ្យងអញ្ចឹងព្រាងខ្យងយើងដាក់2ស្លាបព្រាបានហើយបាទតែស៊ុបមាន់បាទបន្ទាប់មកទឹកស៊ីអ៊ីវយើងប្រើ2ទៅបាទអំបិលយើងប្រើតែកន្លះស្លាបព្រាបានហើយបន្ទាប់មកគឺយើងប្រើស្ករសបាទយើងអាចដាក់3ស្លាបព្រាទៅបាទបន្ទាប់មកទឹកត្រីយើងប្រើ3ស្លាបព្រាទៅបាទយើងលីងគ្រឿងឲ្យឈ្ងុយចូលគ្នាហើយបានយើងដាក់សាច់គោចូលបាទសាច់គោនេះចំនួនកន្លះគីឡូបាទចឹងឥឡូវយើងឃើញថាសាច់គោយើងទៅពណ៌តិចហើយគ្រឿងក៏ចូលជាតិជាមួយសាច់គោចឹងយើងដាក់កវាញទម្ងន់កន្លះគីឡូដូចគ្នាបាទចឹងនៅពេលដែលយើងឆាសាច់គោមួយគ្រឿងមួយកវាញឲ្យកវាញហ្នឹងស្រពាប់ហើយចុងក្រោយគឺយើងដាក់ចេកល្ងធ្វើឲ្យផុតឆារបស់យើងនេះមានក្លិនឈ្ងុយបាទតែមើលឃើញថាឥឡូវកវាញហ្នឹងក៏ស្រពាប់ល្មមហើយសាច់គោឆ្អិនល្មមហើយបាទចឹងតែខ្ញុំភ្លក់ប៉ុណ្ណឹងណាបាទភ្លក់ជាតិបើមិនជាមិនបានយើងថែមតាមព្រុលបាទឈ្ងុយបូកសំជាមួយនឹងក្លិនកវាញយើងបហើហ្នឹងដឹងអាជាតិហ៎ទៅបងរសជាតិមិនដែររសជាតិល្មមសាច់គោផុយកវាញយើងបហើមកជាតិក៏ស្អែបអញ្ចឹងយើងដួសដាក់ចានមកបាទហើយចាំឌីកតាមក្រោយបាទអូខេចាប់ដើមក្តៅហុយសើមមាត់ទៀតហើយថ្ងៃនេះរសជាតិសាច់ម្ហូបមួយមុខនេះសម្រាប់ម្ហូបមួយមុខនេះពុកម៉ែបងប្អូនអាចធ្វើជាលក្ខណៈគ្រួសារក៏បានឬមួយក៏បងប្អូនអាចជាជំរើសនៅក្នុងកម្មវិធីរបស់ពុកម៉ែបងប្អូនផងដែរយើងជួបគ្នានៅវីដេអូក្រោយសូមអរគុណ